លោកអ្នកធំអើយសុំចូលមកមើលផងបាក់ច្រាំងមិនបាក់ច្រាំងដឹងអីនេះកុំនៅតែក្នុងផ្ទះចេះតែស្រែកចុះបាក់ផ្ទះជាពលរដ្ឋអស់ទៅបានអីនៅរើគ្នាហ៎ណែអានោះគៀកច្រាំងមែនតែននេះឃើញទេអាហ្នឹងអត់បូមទេវាពេញមួយហើយវាអានោះវាចាញ់អានេះចូលបូមម្ដងនៅថ្ងៃទី15ខែកក្កដាឆ្នាំ2026នេះខ្ញុំបន្តទទួលបានវីដេអូពីបងប្អូនប្រជាពលរដ្ឋដោយស្នើសុំឲ្យខ្ញុំជួយធ្វើការផ្សព្វផ្សាយព័ត៌មានករណីសាឡុងបូមសាច់ទៀតហើយនៅចំណុចភូមិកោះរកាស្រុកពីមចរខេត្តព្រៃវែងដែលតាមបងប្អូនប្រជាពលរដ្ឋប្រាប់មកឃើញថាសកម្មភាពនៃការបូមសាច់នេះគឺទាំងយប់ទាំងថ្ងៃតែម្ដងហើយប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋសូម្បីតែស្ត្រីដែលមានកូនខ្ចីក៏មិនអាចសម្រានបានដែរបើតាមបងប្អូនប្រជាពលរដ្ឋបានបញ្ជាក់ថាសាឡុងបូមសាច់ទាំងអស់នេះកម្មករទាំងអស់សុទ្ធតែជនជាតិវៀតណាមហើយការបូមនេះមិនមែនបូមលក់នៅក្នុងស្រុកទេនៅពេលដែលបូមពេញគឺដឹកទៅលក់នៅប្រទេសវៀតណាមតែម្ដងហើយសកម្មភាពនៃការបូមសាច់របស់សាឡុងទាំងអស់នេះគឺច្រើនគ្រឿងហើយបូមក្បែរច្រាំងទន្លេតែម្ដងរឿងរ៉ាវនៃសាឡុងបូមសាច់នៅខេត្តព្រៃវែងនេះឃើញថាកន្លងមកមន្ត្រីជំនាញនិងអាជ្ញាធរតែងតែធ្វើការបកស្រាយថាសាឡុងទាំងអស់សុទ្ធតែធ្វើការបូមក្នុងដែនអាជ្ញាប័ណ្ណរបស់ខ្លួនមិនបូមគៀកច្រាំងទេហើយក៏មិនធ្វើឲ្យបាក់ច្រាំងទន្លេដែរប៉ុន្តែតាមការអះអាងរបស់បងប្អូនប្រជាពលរដ្ឋហាក់ផ្ទុយគ្នានឹងការពន្យល់បកស្រាយរបស់មន្ត្រីជំនាញសូមបងប្អូនស្ដាប់ការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋបន្ថែមដែលគាត់បានថតផ្ទាល់ហើយផ្ញើមកខ្ញុំឲ្យអង្គភាពសារព័ត៌មានកម្ពុជានេះជួយធ្វើការផ្សព្វផ្សាយព័ត៌មានមួយនេះនោះទុកបងសាច់របស់វៀតណាមឥឡូវប្រជាពលរដ្ឋនៅភូមិករកានេះទៅជីទុកដទៅដេញពួកវាទៀតនេះបងសាច់ហ្មងណែពេញទលេហើយគៀកពីច្រាំងតាម៉ានម៉ែត្រ2 3 4ម៉ែត្រនេះនេះមើលពីបូមមកសិតខ្សាច់សិតស្លង់ណែពេញទលេហើយថាបាក់ច្រាំងមិនណែបាក់ចង់អស់ហើយណែអត់បាក់ឯណែអត់បាក់ច្រាំងទេនេះមួយទៀតនេះគៀកក្រាតនេះគៀកច្រាំងហ្មងណែចតនៅហ្នឹងហ្មងស្លង់របស់យួនណែសិតនេះនឹកគៀកច្រាំងហ្មងនេះហើយបាក់ដីនេះបាក់ដីឯងនេះផ្ទះជាពលរដ្ឋចង់អស់ហើយនេះផ្ទះគេនេះហើយនេះគេទៅដេញពួកវានេះទាំងយប់ទាំងថ្ងៃអត់បានដេកអីសោះហ្មងនេះសោះស្លាប់ពេញទលេហ្មងហើយនេះវិញនេះគៀកច្រាំងហ្មងនេះវាពេលវាខូចវាចូលច្រាំងហ្នឹងវាធ្វើឲ្យវាបូមវិញដែរនេះទុករបស់វានេះព្រោះនេះពួកអាស្លង់នេះពួកអាស្លង់យួនមិនមែនស្លង់ខ្មែរណាពួកស្លង់វៀតណាមណាហើយវាបូមនៅហ្នឹងហើយវាយកទៅលក់នៅវៀតណាមប្រាប់ពួកវាអត់ស្ដាប់ទេពួកវានៅតែបូមរហូតគេថាបូមទៅក៏កុំឲ្យបូមនៅគៀកច្រាំងពេកអត់មានអាគេហាមឃាត់ឲ្យបាត់ឲ្យបូមទេតែពួកវាបូមនៅគៀកច្រាំងពេកហ្មងណាឲ្យបូមនៅកណ្ដាលទន្លេទៅអត់អីទេពួកវានៅបូមនៅចិត្តច្រាំងហ្មងហើយបងទាំងយប់ទាំងថ្ងៃអត់មានសម្រាប់អីថ្លង់ឲ្យតែលំឡើងដល់5 ម៉ោង 4 ម៉ោង 5ហ្នឹងគឺវាបូមហើយនេះចតឡើងចង់ប្រហែលគ្រឿងឯនេះឥឡូវជាពលរដ្ឋនៅភូមិកោះរកាស្រុកគីមជោខេត្តព្រៃវែងនេះមានទៅប្រាប់ពួកវាឲ្យបូមនេះគេឲ្យប្រាប់ឲ្យបូមទៅប៉ុន្តែក៏បូមនៅគៀកច្រាំងពេកអានេះគៀកច្រាំងមែនតែនហ្មងណែពេញទលេហើយមិនឆ្ងាយពីអើយច្រាំងប្រហែលម៉ែត្រទេប្រហែលជា4-5 ម៉ែត្រអីហ្នឹងពីច្រាំងហើយមិនមែនស្លង់ខ្មែរយើងស្លង់វៀតណាមទាំងអស់ហើយបូមហើយពួកវាយកទៅលក់នៅវៀតណាមមិនមែនបូមហើយយកទៅលក់នៅលើបាត់អើយនៅលើឯងបូមហើយវាយកទៅវៀតណាមទាំងអស់ហើយអា
ពួកអាអ្នកបូមហ្នឹងគឺជនជាតិវៀតណាមទាំងអស់ហើយមានខ្មែរមួយឯងសួរវាឡើងមកទិញអីវ៉ាន់ហ្នឹងណាសួរវាមានចេះខ្មែរឯងវានិយាយថាវៀតណាមឯងអាហ្នឹងអត់បាក់ដីមែនថាបូមខ្សាច់អត់បាក់ដីមែនបូមខ្សាច់ការពារអត់បាក់ច្រាំងហ្នឹងមែនណែអញ្ជើញលោកឯងលោកឯកឧត្តមលោកអ្នកធំមិនជួយមកមើលផងអត់បាក់ឯងកុំមានមាត់ចេះតែនិយាយហាឡើងបូមខ្សាច់អត់បាក់ច្រាំងឯងមានបាក់ច្រាំងណានេះមានបាក់ច្រាំងណាទេណាអត់បាក់ច្រាំងឯងគាត់បាក់ផ្ទះជាពលរដ្ឋអស់តានឹងពួកជាពលរដ្ឋនៅខាងភូមិកោះរកាស្រុកវាមចុកខេត្តព្រៃវែងហ្នឹងគេអត់មានទៅកាន់ក្បិតកាន់បថៅទៅអីនេះទេអានេះគេទៅប្រាប់ឲ្យឈប់បូមទៅប៉ុន្តែទៅបូមនៅកណ្ដាលប្រឡេកទៅកំបូមនេះគេច្រាំងមិនដូចនៅជាពលរដ្ឋនៅភូមិនៅពីមចយណាគេសកាន់ក្បិតកាន់បថៅទៅតែនេះពួកជាពលរដ្ឋនៅខេត្តព្រៃវែងភូមិកោះរកានេះគេស្លូតទេគេទៅប្រាប់ឲ្យឈប់បូមកណ្ដាលប្រឡេកតិចទៅចាំមើលប្រាប់ឯហ្នឹងឲ្យចាំមើលស្អែកឡើងបូមទៀតអត់ចាំមើលណែនៅគៀកច្រាំងមែនតែនហ្មងមិនសមថ្ងៃទី10ម៉ាន13 10ដឹងហ្នឹងនេះគេចាប់ស្លងរបស់វៀតណាមនៅនឹងមួយដែរពួកវាហ្នឹងស្លងវៀតណាមហ្នឹងវាឡើងទៅបូមនៅលើហើយវាបន្លំដាក់តុងជាតិខ្មែរឥឡូវជាពលរដ្ឋណាមកវិញនេះអានេះគេសំណាងជាពលរដ្ឋនៅស្រុកហ្នឹងគេស្លូតគេមិនកាន់ក្បិតកាន់បថៅទៅគេទៅប្រាប់តាមសម្រួលគេថាឈប់បូមទៅបូមនៅកណ្ដាលទន្លេទៅបាក់ដីគ្នាអស់អាលេងហីកាលមុនដីមែននៅហ្នឹងឯនៅទន្លេណែនៅហ្នឹងនៅទន្លេនៅអាកន្លែងទុកបូមវាបាក់បូមរាល់ថ្ងៃដាក់បាក់តិចទីអស់ហើយបូមទាំងយប់ទាំងខែមានបានដេកផងសំបីអ្នកកូនខ្ចីក៏មិនបានដេកវាថ្លង់អាពេលបូមខ្សាច់ហ្នឹងឯងមកវិញអស់ហើយជាពលរដ្ឋនេះស្លូតអីគេអត់មានទៅកាន់ក្បិតកាន់បថៅអីទៅប្រាប់នេះគេស្ដាប់ទៅប្រាប់និយាយស្រួលបួយឲ្យឈប់បូមទៅបូមកណ្ដាលទន្លេទៅមកវិញហើយអស់លោកអ្នកធំអើយសុំអញ្ជើញមកមើលផងបាក់ច្រាំងមិនបាក់ច្រាំងដឹងអីនេះកុំនៅតែក្នុងផ្ទះចេះតែស្រែកបាក់ផ្ទះជាពលរដ្ឋអស់ទៅបានអីនៅលើគ្នាណែអានោះគៀកច្រាំងមែនតែននេះឃើញទេអាហ្នឹងអត់បូមទេវាពេញមួយហើយវាអានោះវាចាញ់អានេះចូលបូមម្ដងណែមិនថាមិនឆ្ងាយពីច្រាំងអានេះជាប់ច្រាំងហ្មងវាចតចុះច្រាំងចតតែហ្មងនេះមើលច្រាំងបលេមើលឲ្យហើយ